ទីហ៊ាននឹងពលរដ្ឋថៃ6នាក់ស្លាប់នឹងរបួសក្នុងហេតុការណ៍វាយប្រហារពីរផ្សេងគ្នានៅភាគខាងត្បូងប្រទេសថៃសារព័ត៌មានថៃ PBS World និងข่าวសុទ្ធចុះផ្សាយនៅថ្ងៃទី2ខែមិថុនាឆ្នាំ2025ដោយបានរាយការណ៍ថាមានហេតុការណ៍វាយប្រហារពីរលើកបានកើតឡើងផ្ទុំទួន2ថ្ងៃជាប់គ្នានៅតំបន់ភាគខាងត្បូងប្រទេសថៃដែលបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់2នាក់ស្លាប់និង4នាក់ទៀតរងរបួសធ្ងន់ស្រាលតាមសេចក្តីរាយការណ៍ពីខេត្តប៉ាត់តានីនៅថ្ងៃច័ន្ទនេះបានឲ្យដឹងថានាវេលាម៉ោងប្រហែល 9:30 នាទីព្រឹកមានករណីបង្កប់និងបំផ្ទុះក្របបែកវាយប្រហារសម្ដៅទៅលើរថយន្តដឹកមន្ត្រីយោធាថៃមួយគ្រឿងដែលកំពុងធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវលេខ 4157 នៅក្នុងតំបន់បានណាប្រាវក្នុងភូមិលេខ 2 ឃុំប៉ាណារ៉េស្រុកប៉ាណារ៉េខេត្តប៉ាតានីទិដ្ឋភាពពីកន្លែងកើតហេតុគេបានឃើញរណ្ដៅដីធំមួយនៅលើផ្លូវហើយមានសម្បកក្របរាយប៉ាយនៅជុំវិញតំបន់នោះខណៈរថយន្តរបស់មន្ត្រីយោធាបានក្រឡាប់នៅក្នុងព្រៃក្បែរផ្លូវរងការខូចខាតយ៉ាងដំណំក្នុងនោះមានទាហានថៃម្នាក់បានស្លាប់និង4នាក់ផ្សេងទៀតបានរបួសហើយក្នុងចំណោមអ្នករបួសក៏មានអ្នកភូមិម្នាក់ផងដែរដែលគាត់បានបើករថយន្តឆ្លងកាត់ទីនោះចាំពេលដែលផ្ទុះក្របបែកបណ្ដាលឲ្យរថយន្តរបស់គាត់បុកជាមួយរថយន្តដឹកទាហានតាមការស៊ើបអង្កេតមន្ត្រីដែលស្លាប់និងរបួសត្រូវបានគេបញ្ជាក់អត្តសញ្ញាណថាជាមន្ត្រីកងពលពិសេសនៃវរៈសេនាតូចលេខ 4214 ដែលទើបតែត្រឡប់មកពីបំពេញបេសកកម្មក្នុងកម្មវិធីមួយនៅក្នុងស្រុកប៉ាណារ៉េខេត្តប៉ាតានីដោយក្នុងនោះឈ្មោះអេភិចផាផានភេទប្រុសអាយុ39ឆ្នាំរបួសធ្ងន់រីឯអ្នកដទៃទៀតបានរងរបួសធ្ងន់និងស្រាលភ្លាមនោះសមត្ថកិច្ចជំនាញបានបិទផ្លូវដើម្បីការពារមិនឲ្យជនពាក់ព័ន្ធចូលទៅកន្លែងកើតហេតុដើម្បីបើកការស៊ើបអង្កេតនិងការពារជៀសវាងការកើតមានលបប្រហារទៅលើមន្ត្រីសារជាថ្មីទៀតគួររំលឹកដែរថាកាលពីថ្ងៃទី1ខែមិថុនាក៏មានហេតុការណ៍វាយប្រហារដោយការបំផ្ទុះក្របបែកមួយនៅខេត្តនរាធិរាជដែលស្ថិតនៅក្នុងភូមិលេខ 6 ឃុំស៊ូវ៉ារីស្រុករេសូប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះមកដល់ពេលយប់ម្សិលមិញនេះនៅពេលដែលកងកម្លាំងសន្តិសុខត្រូវបានដាក់ពង្រាយដើម្បីបិទផ្លូវជុំវិញតំបន់កើតហេតុដើម្បីសម្រួលឲ្យក្រុមកម្ចាត់ក្របបែកនិងប៉ូលីសកសលវិច័យបើកការស៊ើបអង្កេតនោះស្រាប់តែមានជនដៃដល់មួយក្រុមនាំគ្នាជិះម៉ូតូចេញពីចំការកៅស៊ូលបលួចឆ្មក់ដែលបើកការបាញ់ប្រហារមកលើក្រុមមន្ត្រីដែលកំពុងធ្វើការនៅកន្លែងកើតហេតុដែលបណ្ដាលឲ្យសមាជិកកងការពារស្ម័គ្រចិត្តប្រចាំស្រុកម្នាក់ត្រូវបានគេបាញ់សម្លាប់ខេត្តឈៀងម៉ៃភាគខាងជើងប្រទេសថៃរងការរញ្ជួយដីកម្រិត 4.5 រិកទ័រមានការរញ្ជួយដីកម្រិត 4.5 រិកទ័របានកើតឡើងនៅឯខេត្តឈៀងម៉ៃភាគខាងជើងប្រទេសថៃនារសៀលថ្ងៃច័ន្ទទី2ខែមិថុនានេះហើយមានការញ័ររំជួយដល់ស្រុកមួយចំនួននៅក្នុងខេត្តចំនួន5ផ្សេងទៀតនេះបើយោងតាមការចេញផ្សាយដោយកាសែតបាងកកផុសនាយកដ្ឋានធនធានរ៉ែរបស់ប្រទេសថៃបានឲ្យដឹងថាការរញ្ជួយដីនេះកើតឡើងនៅជម្រៅ1គីឡូម៉ែត្រក្នុងតំបន់មេផាងស្រុកប្រាវខេត្តឈៀងម៉ៃវេលាម៉ោង 2:07 នាទីរសៀលថ្ងៃច័ន្ទនេះនាយកដ្ឋានបានចាត់ទុកថាវាជាការរញ្ជួយដីកម្រិតស្រាលការរញ្ជួយដីនេះបានរំញ័រដល់ស្រុកចំនួន10នៅខេត្តឈៀងម៉ៃយោងទៅតាមកាសែត The Nation Thailand មិនមានរបាយការណ៍ស្ដីអំពីការខូចខាតឬអ្នករងរបួសនោះទេសូមអរគុណពីនាងខ្ញុំ MC Vicky